ឬស្របគ្រូពីមុនណាខ្ញុំក៏គិតថាយ៉ាងដែរប៉ុន្តែដើម្បីពេលយើងដឹងច្បាស់ថាតើយើងមានលក្ខណៈថាយើងមានពេលញ៉ាំរបស់យើងដឹងថាអាហារមកពេលយើងញ៉ាំអីអត់សូវពិបាកអត់សូវស្អុកស្មាញទៀតហើយញ៉ាំឆ្ងាញ់ហើយនៅទៅអាចសក់ខ្លួនបានទៀតហើយនេះបញ្ជាក់ធីបពាក់ព័ន្ធទៅនឹងវិធីសាស្ត្រធ្វើម៉េចឲ្យសុខភាពប្រព័ន្ធអាហារសុខភាពល្អតែគេដឹងថាប្រព័ន្ធអាហារវាពាក់ព័ន្ធទាំងកំពង់កទៅត្រូវអត់កំពង់កដល់កំពង់អាហារដល់កំពង់អាហារដល់កាពះឲ្យពុំមានតូចហើយដល់ពុំមានធំហើយលោដល់បញ្ចេញចោលអាហ្នឹងពាក់ព័ន្ធប្រព័ន្ធអាហារគាត់ថាអ្វីដែលយើងផ្ដោតជាងគេពាក់ព័ន្ធទៅនឹងកាពះធ្វើម៉េចយើងត្រូវញ៉ាំឲ្យទៀងទាត់ដើម្បីឲ្យកាពះរបស់យើងណាវាកុំឲ្យបញ្ចេញអាស៊ីតច្រើនពេកអីចឹងទៅហើយទី2ពាក់ព័ន្ធពោះវៀនតូចយើងអញ្ចឹងដើម្បីថែរក្សាសុខភាពប្រព័ន្ធពោះវៀនតូចបានល្អបានហើយយើងត្រូវផ្ដោតលើកាត់ផ្សាយ fiber ចឹងមកគេលើកទឹកចិត្តញ៉ាំបន្លែផ្លែឈើបានច្រើនពីព្រោះពួកបន្លែផ្លែឈើវាផ្ដល់អ្នកគ្នានៅគេថាកាត់ផ្សាយរលាយនិងកាត់ផ្សាយអត់រលាយជាងពីផ្លែឈើគ្រប់គ្រាន់អញ្ចឹងណាតែសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំបានញ៉ាំផ្លែឈើឆន្ទេហើយក៏ពេលខ្លះខ្ញុំដឹងថាខ្ញុំញ៉ាំហើយក៏ទទួលបាន fiber គ្រប់គ្រាន់អត់តែខ្ញុំញ៉ាំផ្លែឈើច្រើនមិនគាត់ថាគឺទទួលបាន fiber ឆន្ទេព្រោះគេបានតែស្គាល់បានតែអីចឹងទៅអញ្ចឹងមួយថ្ងៃខ្ញុំត្រូវការ fiber 25ក្រាមមួយថ្ងៃដល់ខ្លួនខ្ញុំនៅពេញវ័យហើយក៏លោកខ្ញុំប៉ុណ្ណឹងចឹង25ក្រាមខ្ញុំញ៉ាំនេះចូលបានប្រហែល15ក្រាមចឹង10ក្រាមទៀតខ្ញុំញ៉ាំខាងក្រៅហើយអ្នកគេត្រូវការគេហៅពពុះប្របាយតិចពពុះប្របាយតិចគឺពពុះបាក់តេរីល្អពពុះបាក់តេរីល្អដូចគេញ៉ាំចេញពីជ្រក់ញ៉ាំចេញពីយូហ្គើតអាហ្នឹងក៏គេទទួលបានដែរចឹងជ្រក់យូហ្គើតពពុះផ្អាប់ពីច្រើនវាមានបាក់តេរីល្អគាត់ថាបាក់តេរីល្អមួយចំនួនអត់ឆ្លងកាត់តាស៊ីកាពេវាងាប់អស់ហើយមួយចំនួនខ្លះណាចឹងអ្នកគេទៅមិនឈ្មោះចឹងបានពីច្រើនបើសិនអ្នកគេទៅកន្លែងទិញថ្នាំពេទ្យឬក៏អី supplement មួយចំនួនអីវាមានគេលក់ពពុះប្របាយតិចមកនៅស្រុកខ្មែរវាសិល្បីទេតែអ្នកគេល្បីដោយសារខ្ញុំជ្រើសរើសជាប្របាយតិច Herbalife នេះ personal use របស់ខ្ញុំគាត់ថាអ្នកគេអីទៅហើយចឹងហើយអ្នកគេអញ្ចឹងរបៀបថែសារប្រព័ន្ធអាហារហ្នឹងគឺមានប៉ុណ្ណឹងជាមួយនឹងការទិញគ្រប់គ្រាន់ញ៉ាំអាហារទិញទាត់ជាមួយនឹងផឹកទឹកគ្រប់គ្រាន់ដូចគ្នាចឹងអ្នកគេនឹងធ្វើឲ្យសុខភាពប្រព័ន្ធអាហារមានធនធានសុខភាពល្អហើយដល់ពេលដែលប្រព័ន្ធអាហារអ្នកគេសុខភាពល្អអ្វីដែលជួយអ្នកគេគឺការបាត់ជើងទិញទាត់ទៅចូលយល់សារធាតុចិញ្ចឹមអត់ចូលយល់សារធាតុខ្លាញ់អ្នកគេអាចដុសក្បាលពោះទាំងប្រុសទាំងស្រីបាយ